hai mươi tiết mình trâm tay và lật chi tới sông bay tay mà sân có lậtខ្លួនai này lậtខ្លួនឯងដែរបាទ chà mình thần một bơ dương phơi ban phần năng hai đôi chim mình chẳng bay control và lật phong cái chứ đó nó គួរចឹងហើយបាទ cua sới lên trong pi chẳng am mới năng mà chẳng am tiếng nó bỏ ចឹងអាមខ្ញុំដៃវែងហើយនៅតែអត់ដល់វាបាទ bỏ bồn nè na cái thay dương pưng tới tầng ham sim bỏ lật trong nó bỏ bồn từ bơ rong chạm môi cả lại nơi khang po sẵnนี่ในคางสระบากาแต่มันที่รุมคัดโปซันนั่นคือในคางสระบากาแต่เลิกชมนอมแต่เมื่อเครื่องจะได้มาจ้าโรงจะกอดบานผลัดมาเส้นบางคนไอ้แต่งออกกระแบบอย่างนี่มาจ้าโรงจะแต่เราจะไม่สู้บ้องบานเลิกชมสมดาอุปกรณ์สรมสมเลงติดบ้องบานบ้องเลิกสะแต่เมื่อนี่คลายเงินบ้องเนาะ បាទ ตาหน้าตาให้บ้องไหน បាទ บ้องนี่คือเชียร์มาเส้นได้บ้องปลอกกอดบานผลัดแต่คนไอ้แต่งออกแม่ในบ้อง បាទ ออดเมียนติงโจไปเสียบออดไอ้ออดแต่งออกบ้อง បាទ ต ឡើងដោយស្នាដៃកូនខ្មែរ ตำล้างมาสนาได้โกนมาให้บ้องจังใหญ่ท่าเรียนประมาณแค่ไอ้ประมาณแค่แต่ไอ้ผลตะกอนทางบ้าน អូរៀងយូរគ្រាន់ដែរ เรียนยุคกรอนได้เหรอไม่ให้เชื่อประมาณแค่แต่บอกบ้านไอ้ผลทางบ้าน កាលពីមុនយើងធ្លាប់ទៅរៀនជាមួយអង្គការធ្វើនៅខាងភ្នំ150បាទ บ้า គេមានសិប្បកម្មផលិតជីទូចមួយចឹងទៅអញ្ចឹងយើងយកមកបំបែកខ្លួនយើងថែមទៀត ឆ្នៃប្រឌិតឡើងវិញ បាទ បាទចុះខ្លួននេះមានម៉ាស៊ីនប្រមាណបងសុំដើមមើលតិចបងមកកាមេរ៉ាមកចាប់មើលតិចដោយសារតែមេឃអាចរៀងងឹតខ្ញុំចង់មើលកន្លែងម៉ាស៊ីនតិចទៅឲ្យតែមើលកន្លែងស្រូវព្រោះល្បីល្បាញជីហ្នឹងគឺត្រូវជាមួយស្រូវ ស្រូវបាទទុរេនហើយចន្ទទីក៏ខ្លាំង ទុរេននឹងស្រូវក៏ខ្លាំងដែរ បាទ នេះបងប្អូនមើលឡូប៉ុណ្ណាណៃបង បាទ អូហើយតម្រាំកកើតបានប៉ុណ្្នឹងឲ្យបងចំណាយពេលប្រហែលឆ្នាំទៅ អូ4ឆ្នាំជាងហើយបាទ អញ្ចឹងមក ហើយឥឡូវនេះកំពុងតែតឡើងថែមនេះ តឡើងថែមទៀតហ៎ បាទនេះ អានេះ អានេះឡដុតកំដៅហើយយើងឡើងកំពុងធំហ្នឹង2ឈុតថែមទៀត អូបាទ ព្រោះរាល់ថ្ងៃយើងតម្រូវការខ្ពស់ព្រោះផលិតអត់ទាន់ បាទខែផលិតបានប៉ុន្មានតោនបង រាល់ថ្ងៃមួយខែប្រហែលជា600តោន មួយខែ600តោនអត់ទាន់ទៀត អត់ទាន់នេះបាទ ឥឡូវយើងថែមធ្វើម៉េចឲ្យមួយថ្ងៃ50តោន មួយខែផលិតបាន50តោន បាទ ច្រើនមែនតើ មួយថ្ងៃ50តោន មុននឹងបងប្រាប់ខ្ញុំថាកន្លែងបងក្នុងចំណោមផលិតនៅពោធិ៍សាត់ទាំង3កន្លែងបងតូចជាងគេណា បាទតូច ហើយមួយឆ្នាំ50បាទមួយថ្ងៃ50តោនចុះតម្រាំអ្នកកន្លែងធំមួយឆ្នាំប្រហែលតោនប្រហែលនេះទៅ គេធំបាទ បាទអញ្ចឹងមានន័យថាខ្មែរយើងអាចផលិតបានជាច្រើនបងអត់ពឹងដង្ហើម អត់ពឹង អត់ពឹងដង្ហើមគេទៀតទេ ខ្ញុំព្យាយាមកុំឲ្យយកលុយទៅចាយនៅស្រុកគេច្រើនពេកបាទ តែកែជីពោធិ៍សាត់បងប្អូនតានៅតាមមើលតិចបងតាមមើលមួយជុំបងអាងទៅមើលស្រូវពូលឺល្បីល្បាញថាស្រូវល្អខ្លាំងមែនតើស្រូវនឹងប្រើជីនឹងសុទ្ធតែម្ដងឬយ៉ាងម៉េចបង ហ្នឹងជីយើងសុទ្ធ អូព្រោះឥឡូវបងបញ្ជាក់ប្រាប់ខ្ញុំថាស្រូវទុរេនគឺល្អខ្លាំងតែណាចុះអានេះយកឲ្យគេដុតសម្ងួត ហ្នឹងយើងក៏ដុតសម្ងួត ដុតសម្ងួត បាទយើងដុតកម្ដៅឲ្យវាស្ងួត អូ តែទីទៀតយើងកែប្រែឈប់ដុតអស់ហើយយើងដុតជុំថ្មវិញ បាទនេះអានេះអាចប្រភេទអាចដី បាទ ប្រភេទដីដបោកដីអីហ្នឹងមក បាទច្រើនមុខហ្នឹងច្រើនគ្រឿងមុខ អូមកម៉ាស៊ីនបងប្អូននេះម៉ាស៊ីននេះបើសិនជាទិញពីគេមិនថោកទេនេះបើថាមកចូលមកអីណាបង បាទអានេះម៉ាស៊ីនវាយម៉ត់មួយនេះម៉ាស៊ីនរែង ម៉ាស៊ីនរែង បាទយើងវាយកំតិចវាឲ្យម៉ត់ហើយយើងរែង លក្ខណៈស្តង់ដារហ្មងបង បាទ នេះបងប្អូននេះឡើងម៉ត់ខៃតែម្ដងនេះអូអានេះចង់និយាយថាបងអើយតែប៉ុណ្ណេះមិនតែខ្មែរយើងអាចមានជីខ្លួនឯងដល់ប្រសើរតែម្ដង បាទ បាទឥឡូវយើងទៅមើលកន្លែងផ្សេងទៀតបងប្អូនដោយសារតែម៉ោង6ហើយនោះលោកបែអាគាដល់អញ្ចឹងងឹតអញ្ចឹងខ្ញុំខុសនឹងបញ្ញាបន្តិច នេះវត្ថុធាតុដើមដែលយើងផ្សំគ្រឿងហើយបាទ សិតតែវត្ថុធាតុដើម បាទ ក្នុងនោះមានស្អីខ្លះទេបង លាមកសត្វច្រើនប្រភេទជាពិសេសជាងគេគឺលាមកបជាវ អូលាមកកាឈៀវ បាទហើយយើងមានលាយតាំងពីកបោសម្រាប់មេរោគបាទ បាទសឹងតែចង់និយាយថាបើយើងធ្វើបានប៉ុណ្្នឹងហើយដូចជាមិនចាំបាច់គ្រប់គ្រងផលិតផលគេទេទេបង គួរអញ្ចឹងហើយបាទ អូចុះអានេះសស្អីគេបង ហ្នឹងម្សៅកបោដុល្លាមីបាទ អូម្សៅកបោ បាទយើងផ្អាប់វាសម្រាប់មេរោគវាបាទ វ៉ាវ នេះបងប្អូន បាទអានេះកាក្រហមទូចនេះម៉ាស៊ីនច្បល់វា ម៉ាស៊ីនច្បល់សម្រាប់ឲ្យចេញជាជី បាទឲ្យវាចូលលាយគ្នាកោចូលកោលាយគ្នាបាទ អូ ហើយអាថាសខាងនោះថាសលុញគ្រាប់ ថាសលុញគ្រាប់អានោះហ្នឹងឯងបងអាសូនគ្រាប់ប៉ុនកូនដៃប៉ុននេះហ្នឹងឯង បាទហើយបានវារត់ទៅចូលនឹងឡក្តៅ បាទ រត់ចូលឡក្តៅហើយវាចេញមកនេះបានចូលឡត្រជាក់មួយទៀត ច្រើនមុខ ច្រើនមែនតើសូម្បីតែខ្ញុំបងចង់និយាយថាជំនាញទាំងអស់ហ្នឹងបើសិនជាអ្នកដែលគ្មានទេពកោសល្យប្រហែលជាមិនអាចផលិតម៉ាស៊ីនផលិតទាំងអស់ហ្នឹងបានទេ អូទីទៀតយើងអត់ឲ្យនៅអញ្ចឹងទេ បាទ ចេញពីអាហ្នឹងមកចូលទៅម៉ាស៊ីនចេញក្របណាយកយើងយក
អាក្របណាអត់យក រែង ចូល វា ទៅ ចេញ ម៉ាស៊ីនទៀតបាទ អូ រែងចេញហើយវាយចូលម៉ាស៊ីនទៀតតកើតក្របវិលចូលវិលឡើងតល្អបាទ វ៉ាវ នេះគាត់អាចមើលក្របជី បាទបង បាទ នេះបងប្អូនមកមើលក្របជីនេះកាមេរ៉ាចាប់ក្របជីតិចនេះក្របជីមើលទៅដូចឯកដោអញ្ចឹងណាបាទនេះអាហ្នឹងតូចជាងគេឬក៏ធំជាងគេបង អានេះຂະຫນាតកដាលដែលយើងត្រូវការប្រើ ខ្នាតកដាល បាទ បាទចុះបងប្រសិនបើមានបងប្អូនណាដែលគាត់ចង់ទិញម៉ាស៊ីនពីបងទៅផលិតអាហ្នឹងបងលក់ទេ បានអត់អីទេយកឲ្យពង្រៀនគាត់ឲ្យចេះប្រើម៉ាស៊ីនពង្រៀនឲ្យយល់ពីម៉ាស៊ីនយើងថាកន្លែងណាដែលខូចចាំបាច់ អូ ដើម្បីឲ្យគាត់ងាយស្រួលនឹងការដោះធ្វើកុំឲ្យបាយយើងតាមទៅធ្វើឲ្យគាត់ទៀត អញ្ចឹងបើសិនជានៅស្រុកខ្មែរមានបងអាចលក់ម៉ាស៊ីនបានផលិតខ្លួនឯងបានឯក៏បានអញ្ចឹងបើថាមានរោងជីគ្រប់ខេត្តហើយជាស្រួលខ្លាំងមែនតើ បាទ ទេ ល្អតើបាទ បាទ ព្រោះយើងមើលនៅស្រុកយើងប្រើជីច្រើនណាស់ បាទ រោងចក្រញ៉ាំទូចមួយនេះបើសិនជាផលិតតែមកឃុំមកឃុំបឹងខ្នាយើងគឺមិនគ្រប់ហងព្រោះប្រើជីច្រើនណាស់ អូ មួយឆ្នាំខ្ញុំមើលនៅផ្សារមកដេប៉ូមួយចេញខ្លាំងណាស់បាទ បាទអញ្ចឹងតម្រូវការខ្ពស់មែនទែនថាបងឥឡូវយើងទៅមើលស្រូវតិចបងណោះ បាទតាបាទ បងប្អូនបញ្ជាក់ជូនចេះដោយសារតែខ្ញុំថតបញ្ញាមិនបានលម្អិតប្រមាណទេព្រោះមេឃវាកាន់តែនេះហើយហើយណាមួយខ្ញុំមកហ្នឹងគឺមកចៃដនទេតាមពិតគឺមកទិញជីបងប្អូនមកទិញជីមកគាត់ណាមិនមែនថាអ្នកផ្សព្វផ្សាយអត់ប្រើកុំច្រឡំនេះឡានរបស់ខ្ញុំអានេះជីអូបងកំដាក់ដល់បន្តោនកន្លះហើយដាក់មកត្រឹមបន្តោមកហ្នឹងដូចរឿងចតិះរឿង មកតោន200មិនប្រាប់ បាទឥឡូវយើងមកដល់កន្លែងភ្លឺវិញហើយបងអានេះគឺសិតតែវត្ថុធាតុដើមទាំងអស់ចុះមុននឹងខ្ញុំឃើញគេដឹកអាកោយន្តដឹកអាកោមក អូបាទនេះសូម្បីតែអ្នកស្រុកគាត់មានអាចគោ2 3ក្រុងក៏គាត់យកមកលក់ អូអញ្ចឹងអ្នកស្រុកដែលគាត់ចិញ្ចឹមគោក៏មានចំណូល បាទ បាទតែឥឡូវកាមេរ៉ាមកចាប់បន្តិចចុះដីនេះបង អាហ្នឹងដីបាតបឹង ដីបាត់បឹង បាទបាតបឹងបុរាណយើងគេហៅបឹងរំលេចណា អូ រំលេចយើង បាទបងបាន បាទ ស្រូវហ្នឹងគេហៅស្អីគេបង ស្រូវសង្ហែស្រាល សង្ហែស្រា បាទ ស្រូវប្រភេទ3ខែហ្នឹងឯង 3ខែបាទស្រូវនេះស្រូវដែលខាងរាជរដ្ឋាភិបាលចង់ឲ្យធ្វើបាទ អូមិនប្រភេទពពួក51ណាបងគេ អត់ទេ51របស់វៀតណាម 51របស់វៀតណាមទេបាទអញ្ចឹងបងប្អូនគួរតែមកដាំស្រូវណាដែលរដ្ឋាភិបាលដាំវិញទៅតម្លៃបានល្អអញ្ចឹង នេះ បង គាត់ឲ្យដាំបាទ បាទ មើលគួរស្រូវ វ៉ាវនេះបងប្អូនគាត់ដាំខ្លួនកប់ផ្ទាល់ក៏ប្រហែលជីរបស់គាត់ផ្ទាល់នេះអូគួរស្រូវលេចចង់2ចង្អាមហ្នឹងមកចង្អាមជាងហ្នឹងបង ចង្អាមខ្ញុំដៃវែងហើយនៅតែអត់ដល់វាបាទ វ៉ាវល្អមែនតើបងប្អូននេះណាស្រូវនេះគឺប្រើដោយជីធម្មជាតិរបស់ខ្មែរយើងហើយជីសរីរាង្គរបស់ខ្មែរយើងច្រឡំបងប្អូននេះ បាទ អូល្អយ៉ាងហ្នឹងចុះបច្ចុប្បន្នហ្នឹងកសិករយើងស្គាល់ជីហ្នឹងអស់នៅបង គាត់ខ្លះអត់ទាន់សូវស្គាល់ទេ អូ បាទ ឥឡូវចេះបងប្អូនណាចង់ប្រើប្រាស់ជីដែលមានគុណភាពហើយកូនខ្មែរយើងជាអ្នកផលិតណាតាក់ទងមកខាងជីសរីរាង្គគឺសញ្ញា កសិករញញឹមក សិករញញឹមនឹងហើយកសិករញញឹមឲ្យលេខទូរស័ព្ទបងប្អូនខ្លះគាត់នៅតែ comment លេខទូរស័ព្ទខ្ញុំដាក់ក្នុង នេះហើយតែគាត់នៅតែ comment ទៀត បាទ017 883 893 បាទ ហើយមួយខ្សែទៀត016 883 893ដែរ បាទបងបាទនឹងបញ្ជាក់ជូនគឺជាផលិតផលរបស់កូនខ្មែរយើងគឺធ្វើនៅស្រុកបាកានខេត្តពោធិ៍សាត់ បាទឃុំបឹងខ្នា បាទហើយមួយទៀតមិនត្រឹមតែផលិតជីទេសូម្បីតែម៉ាស៊ីនក៏ផលិតខ្លួនឯងដែរ ផលិតខ្លួនឯងដែរបាទ អស់ចាមែនតើបងប្អូន បង្រៀនឲ្យប្រើទៀតម៉ាស៊ីន រៀនប្រើទៀត អត់លាក់ទេ បាទឥឡូវ បើគាត់មានជំនាញរូបមន្តជីហើយក៏មានទៅបើអត់មានទេជួយបង្រៀនថែម ជួយបង្រៀនថែមទៀតអត់មានកំដាញ់លាក់បាំងទេ កំណាញ់ទេបាទ បាទព្រោះខ្មែរយើងជាទូទៅតែងតែលាក់បាំងគ្នាទៅចុះខ្សោយ សោយបាទ បាទហើយមួយទៀត ជួយគ្នាក្រៅ បាទនឹងហើយត្រូវបងពីមុនមកយើងលាក់បាំងគ្នាក្តិចគ្នាចោល បាទ បាទប៉ុន្តែឥឡូវអត់ដែលតាំងពីសង្គ្រាមមកហាក់ដូចជាម្នាក់ដូចប្រឹងប្រែងជួយគ្នាខ្លាំងមែនតើបង បាទ ដូចថាស្មារតីជាតិនិយមស្មារតី ស្រឡាញ់ មកវិញទាំងអស់ហ្មង បាទបងឥឡូវវីដេអូយើងវិញបងមានអីនិយាយទៅកាន់បងប្អូនយើងទេ សូមឲ្យបងប្អូនប្រជាជនខ្មែរកសិករយើងណាកសិករខ្មែរយើងងាកមកប្រើផលិតផលក្នុងស្រុកឲ្យបានច្រើនបាទខ្ញុំនឹងប្រឹងប្រែងផលិតរោជីណាដែលមានគុណភាពជូនកសិករយើងបាទ ធ្វើម៉េចចំណាយលុយតិចបានផលច្រើន បាទមានប៉ុណ្្នឹងទេបងអរគុណច្រើនបាទជំរាបលាបងបាទ